បាទសូមគោរពជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់ខ្ញុំមួងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងហើយក្នុងពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងកាហ្វេមួយកន្លែងនៅក្នុងក្រុងរុនតាឯកដែលជាក្រុងមួយកំពុងតែជំរុញការអភិវឌ្ឍមានសក្តានុពលខ្ពស់នៅថ្ងៃអនាគតហើយនៅក្នុងថ្ងៃនេះខ្ញុំសូមលើកឡើងពីបទសម្ភាសន៍មួយទាក់ទងទៅនឹងអាដាមលោកពូស៊ុនឆៃដែលគាត់បានទទួលការធ្វើបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាសាចារាក្នុងខ្លឹមសារអត្ថន័យដែលខ្ញុំបានស្ដាប់នោះខ្ញុំមើលឃើញថាខ្ញុំសូមលើកឡើងពីចំណុចទៅតបត្រឡប់ទៅទូរទស្សន៍អាសាចារាឬក៏អាដាមស៊ុនឆៃចំណុចទី1ខ្ញុំសូមឲ្យកលេចមើលទៅលើភាពជាក់ស្ដែងក្នុងការជំរុញនឹងការនាំប្រជាជនចាក់ចេញពីតំបន់អង្គរដើម្បីផ្លាស់ទីលំនៅថ្មីមកនៅក្នុងតំបន់រុនតាឯកយើងមើលឃើញថារាជរដ្ឋាភិបាលគឺលោកចំណាយជាច្រើនក្នុងការអភិវឌ្ឍឲ្យមានសាលាក្រុងឲ្យមានសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់គ្រប់បែបយ៉ាងជាពិសេសនោះប្រជាពលរដ្ឋនីមួយៗដែលលោកសម្ដេចចិត្តចាក់ចេញមានន័យថាយល់ព្រមចាក់ចេញពីតំបន់អង្គរហើយមកតាំងពីផ្លាស់ប្ដូរមករស់នៅក្នុងតំបន់រុនតាឯកនេះគឺលោកចាក់ចេញមកដោយស្ម័គ្រចិត្តអញ្ចឹងខ្ញុំសូមឲ្យអាដាមស៊ុនឆៃលោកពិនិត្យពិចារណាមើលឡើងវិញនៅក្នុងចំណុចនេះហើយកលេចមើលទៅភាពជាក់ស្ដែងដែលនៅក្នុងតំបន់រុនតាឯកនេះខ្ញុំមើលឃើញថារដ្ឋាភិបាលលោកខិតខំជំរុញការអភិវឌ្ឍនិងជំរុញការនាំអ្នកវិនិយោគផ្សេងដូចជារោងចក្រឬក៏បង្កើតការងារផ្សេងនៅថ្ងៃខាងមុខនេះជូនតំបន់ក្រុងរុនតាឯកនេះឲ្យកាន់តែរីកចម្រើនអញ្ចឹងនៅក្នុងចំណុចទាំងអស់នេះវាជាក់ស្ដែងណាស់នឹងទទួលបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដហើយប្រជាជនដែលគាត់ចាក់ចេញពីតំបន់អង្គរដោយស្ម័គ្រចិត្តនេះយើងដឹងស្រាប់ហើយថាតំបន់បេតិកភណ្ឌយើងគឺជាតំបន់វប្បធម៌មួយដែលសល់ពីគេដូនតាហើយក៏ជាតំបន់មួយដែលចូលក្នុងបេតិកភណ្ឌនៅក្នុងអង្គការ UNESCO ដែរដូច្នេះហើយប្រជាពលរដ្ឋខ្មែរម្នាក់ៗលោកស្រឡាញ់ដួងព្រលឹងជាតិខ្មែរស្រឡាញ់ប្រាសាទអង្គរស្រឡាញ់ប្រាសាទគេដូនតាយើងដើម្បីជំរុញឲ្យប្រាសាទគេដូនតាយើងមានការផ្សព្វផ្សាយទៅលើពិភពលោកបានពិភពលោកគេបានស្គាល់មានពេលខ្លះប្រជាពលរដ្ឋគាត់យល់គាត់នឹងចូលរួមការអភិវឌ្ឍទាំងអស់នេះហើយគាត់ចូលរួមដោយរីករាយហើយរាជរដ្ឋាភិបាលក៏នឹងរៀបចំជូនប្រជាពលរដ្ឋដោយសមរម្យក្នុងការចាក់ចេញឬក៏ផ្លាស់ប្ដូរទីលំនៅមកក្រុងរុនតាឯកនេះចំណុចទី2ខ្ញុំសូមលើកឡើងពីចំណុចមួយទៀតដែលខ្ញុំបានដឹងព័ត៌មានថាអាដាមស៊ុនឆៃលោកមានដីនៅក្នុងតំបន់អង្គរដែរអញ្ចឹងដីដែលលោកដែលមាននៅក្នុងតំបន់អង្គរនោះគឺដីធំខ្ញុំមិនបញ្ជាក់ហិកតាទេតែវានៅក្នុងខ្ទង់ហិកតាអញ្ចឹងគេផ្ដល់សំណងជូនគាត់ដែរដល់សំណងជូនគាត់ដែរប៉ុន្តែគាត់មិនទទួលយកមិនយល់ព្រមហើយបច្ចុប្បន្ននេះគឺនៅរក្សាសំណងទាំងអស់នេះទុករក្សាជូនគាត់ដល់ដែរដោយគ្មានការបង្ខិតបង្ខំរុះរើទេតែលោកបានប្រើពាក្យបច្ចេកទេសផ្សេងទៀតចូលទៅក្នុងនយោបាយមានន័យថាគិតថាការគ្រប់គ្រងនិងការរៀបចំទាំងអស់នេះវាជាអំណាចមួយដែលអាចចង់រុះរើផ្ទះអ្នកណាឬក៏ធ្វើអ្នកណាបើប្រជាពលរដ្ឋនៅកន្លែងណាដោយប្រើអំណាចជាតិសង្កត់ទៅលើប្រជាជនជាក់ស្ដែងណាស់ខ្ញុំមើលឃើញថារូបភាពដែលរុះរើទាំងឡាយនោះវាគ្រាន់តែជារូបភាពមួយយល់ច្រឡំដែលប្រជាពលរដ្ឋលោកសាងសង់រោងផ្សេងថ្មីដែលធ្វើឲ្យខុសពីបំរាមអាជ្ញាធរជាតិអប្សរាទើបមានការភ័ន្តច្រឡំហើយប៉ះទង្គិចបន្តិចបន្តួចទើបធ្វើឲ្យមានរូបភាពនេះចេញមកអាចចោទប្រកាន់ទៅលើរដ្ឋាភិបាលដែលរៀបចំការចាក់ចេញរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរហ្នឹងអញ្ចឹងខ្ញុំសូមឲ្យអាដាមស៊ុនឆៃអាចក៏ជាអ្នកតំណាងរាស្ត្រមួយហើយក៏តាំងខ្លួនជាអ្នកស្រឡាញ់ជាតិមួយដែរយើងគិតពីដួងព្រលឹងជាតិគេដូនតាយើងគិតពីវប្បធម៌សពផ្សាយអរិយធម៌របស់អង្គរវត្តរបស់ប្រាសាទបុរាណខ្មែរយើងពីគេដូនតាយើងដើម្បីឲ្យផ្សព្វផ្សាយទៅលើពិភពលោកដើម្បីឲ្យមានការរៀបចំដល់ប្រសើរខ្ញុំសូមឲ្យ
គិតទៅលើរឿងហ្នឹងហើយប្រជាពលរដ្ឋទាំងអស់យកលោកប្រកាសជាដឹងហើយថាដើម្បីតាក់ទាញភ្ញៀវទេសចរដើម្បីជំរុញឲ្យមានភាពល្បីល្បាញរបស់គេដូនតាខ្មែរយើងត្រូវតែរួមគ្នាហើយចូលរួមការអភិវឌ្ឍទាំងអស់គ្នាដើម្បីឲ្យបេតិកភណ្ឌយើងនិងទេសចរយើងមានកំណើនឡើងវិញហើយជំរុញដល់សេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាននិងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាជននៅក្នុងខេត្តសៀមរាបតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះសូមឲ្យអាដាមសុនឆៃគិតពិចារណាឲ្យចូលរួមទាំងអស់គ្នាហើយយើងកុំទាញចូលក្នុងរឿងនយោបាយហើយចោទប្រកាន់ទៅលើអ្នកដឹកនាំអ្នកអនុវត្តផ្សេងៗដែលមានរូបភាពមិនសមរម្យផ្សេងៗហើយទាញយកប្រយោជន៍នយោបាយខ្លួនឯងបាទសូមអរគុណ